ស្វាគមន៍មកកាន់ Channel The Technology បាទថ្ងៃនេះយើងសិក្សាអំពីកង់ដង shutter បាទរូបដែលខ្ញុំបង្ហាញនេះគឺជាកង់ដង shutter ដែលយើងត្រូវសិក្សាអំពីវាបាទដូច្នេះកង់ដង shutter បាទមានតួនាទីដូចម្ដេចបាទទៅតាមមុខងាររបស់វានីមួយៗយើងនឹងសិក្សាអំពីវាបាទចូលដល់ចំណុចទី2.1 ទម្រង់របស់កង់ដង shutter កង់ដង shutter គឺជាគ្រឿងបរិក្ខារអសកម្មគេតាំងកង់ដង shutter ដោយអក្សរ C បាទកង់ដងត្រូវបានបង្កើតឡើងដោយបន្ទះរាបស្មើ2ធ្វើពីអង្គធាតុចម្លងអគ្គិសនីហៅថាអាម៉ាតូរបន្ទះទាំងពីរដាក់ស្របគ្នាដែលនៅចន្លោះវាគឺជាធាតុអ៊ីស្លង់មួយដែលគេហៅថា dielectric បាទអញ្ចឹងយើងអាចមើលរូបភាពវាបានបាទនេះបាទអញ្ចឹងវានេះ electrode បាទ separator បាទអានេះ electrode បាទ activate carbon បាទចំណុចទី2.2 លក្ខណៈរបស់កង់ដងបាទដោយសារតែចន្លោះរបស់អាម៉ាតូរទាំងពីរគឺជាធាតុអ៊ីស្លង់ម្លោះហើយគ្មានវត្តមានចរន្តរត់ឆ្លងកាត់បាទកង់ដងនោះទេគេមានបាទ E អង្គតង់ស៊ីតេចរន្តរបស់យើងស្មើនឹង0 Air ស្មើជាមួយនឹង V លើ ឬ E ស្មើជាមួយនឹង anon ដូច្នេះវាគ្មានកម្លាំងខុសខាំងចំពោះកម្លាំង DC ពេលសិក្សាលើបាតុភូត electrostatic នៅពេលដែលកង់ស្តង់ត្រូវបានតទៅប្រភពអគ្គិសនីចរន្តជាប់នោះគេនឹងឃើញថាបន្ទុកអគ្គិសនីវិជ្ជមានរបស់ប្រភពនឹងបន្ទុកបាទនឹងផ្ទុកលើអាម៉ាតូរបែកខាងលើរបស់កង់ដងផ្ទុយមកវិញបន្ទុកអគ្គិសនីអវិជ្ជមានរបស់ប្រភពនឹងផ្ទុកនៅលើអាម៉ាតូរផ្នែកខាងក្រោមរបស់កង់ដងបាតុភូតនេះត្រូវបានគេហៅថាកង់ដងបន្ទុកអគ្គិសនីក្រោមធ្វើបន្ទុកពេញលេញបាទគេផ្ដាច់កុងតាក់នោះតង់ស្យុងរបស់អាម៉ាតូរទាំងពីររបស់កង់ដង shutter ហៅថា VC ដែលមានតម្លៃស្មើនឹងតង់ស្យុងប្រភព VDC បាទអញ្ចឹងគំនូសសៀគ្វីទាំងពីរនេះបាទគឺបង្ហាញអំពីបន្ទុកនិងបន្ទេបាទថាមពលរបស់កង់ដង shutter បាទក្រោមតង់ស្យុងបាទតង់ស្យុងជាប់អញ្ចឹងបាទនៅពេលដែលវាភ្ជាប់សៀគ្វីឲ្យទៅកង់ដង shutter បាទវានឹងធ្វើការផ្ទុកបាទផ្ទុកបាទនៅពេលដែលគេបន្ទេបាទគេបន្ទេគឺបាទចរន្តអគ្គិសនីរបស់យើងនឹងផ្ទេទៅឲ្យបាទឡូតបាទគឺបន្ទុកចំណុច 2.3 capacity លទ្ធផលផ្ទុកអគ្គិសនីរបស់កង់ដងហៅថា capacity តែវាមាននិមិត្តសញ្ញា C បាទ capacity របស់កង់ដងអាស្រ័យទៅនឹងទម្រង់ហើយត្រូវបានគេគណនាតាមរូបមន្តបាទ C ស្មើជាមួយនឹង K ds លើ D គឺថេហៅថា permittivity របស់លំហ854.10 ស្វ័យគុណដក12 K គឺ dielectric អាស្រ័យទៅនឹងធាតុអ៊ីស្លង់ S ផ្ទៃក្រឡាអាម៉ាតូរគិតជាម៉ែត្រការ៉េបាទ D កម្រាស់ dielectric គិតជាម៉ែត្របាទយើងរៀនពីថ្នាក់ក្រោមមកបាទសេរបស់យើងនេះរូបមន្តអត់វែងដូច្នេះឯងគ្រាន់តែរូបមន្តរបស់វាគឺសេស្មើជាមួយនឹងគុយបាទគុយលើវែតែប៉ុណ្្នឹងឯងប៉ុន្តែនៅពេលដែលយើងរៀនដល់កម្រិតនេះគឺយើងសិក្សាទៅដល់រូបមន្តមួយនេះបាទអរគុណបាទ capacity កង់ដងវាមានឯកតារបស់វាមានដូចជាបាទ
farad microfarad nanofarad និង picofarad បាទចំពោះចំណុច 2.4 គេនិយាយអំពី Thedielectric បាទនៅខាងក្រោមនេះគឺជា Thedielectric របស់បាទធាតុអ៊ីស្លង់មួយចំនួនប្រើដើម្បីធ្វើជាកងដងអញ្ចឹងវាមានអីខ្លះវាមាន Thedielectric ដែលយើងតាំងដោយអក្សរ K បាទវាមានប្រភេទពួកសញ្ញាកាសបាទបរិយាកាស telephone polystyrene mila ក្រដាស parafil បាទមីកាអុកស៊ីតអាលុយមីញ៉ូមអុកស៊ីតបាទតង់តាឡូមសេរ៉ាមិកទៀបបាទនិងសេរ៉ាមិកខ្ពស់បាទតម្លៃរបស់វាបានដាក់តាំងបង្ហាញបាទនៅជួរខាងនេះបាទចំណុចទី 2.4 ការធ្វើបន្ទុកអគ្គិសនីរបស់កងដងប្រសិនបើយើងតកងដងជាប់ជាមួយនឹងប្រភពបាទអគ្គិសនីក្នុងរយៈប្រវែងនោះកងដងនឹងធ្វើបន្ទុកពេញបន្ទុករបស់កងដងត្រូវបានគេគណនាតាមរមុនគុយស្មើសេគុណអីវ៉េបាទមុនយើងនិយាយគ្នាថាបាទសេស្មើជាមួយនឹងបាទគុយចែកអីវ៉េដូច្នេះរមុនត្រឡប់របស់វាគឺគុយស្មើសេគុណឲ្យអីវ៉េបាទចុះបើយើងចង់រកវ៉េតើរមុនវានឹងខ្លាយទៅជាងណាបាទបើយើងចង់រកវ៉េគឺប្រកាសជាគុយបាទបើវ៉េស្មើជាមួយនឹងគុយលើសេបាទដូចគ្នាទេត្រឡប់បច្រាស់រូបមុនទៅមកបាទអញ្ចឹងគុយគឺជាបន្ទុកអគ្គិសនីបាទគិតជាគូឡុំសេ capacity គិតជា farad វ៉េតបស្យុងដាក់នៅលើកងដងគិតជា volt បាទគិតជា volt រូបទី1រូបទី2បាទរូបទី3និងរូបទី4វាយ៉ាងម៉េចអានេះ uncheck មានន័យថាវាអត់ទាន់បញ្ចូលថ្មទេអត់ទាន់បញ្ចូលថាមពលបាទអញ្ចឹងនៅពេលដែលវាអត់ទាន់បញ្ចូលអញ្ចឹង VC របស់យើងស្មើ0បាទនៅពេលដែលយើងភ្ជាប់កុងតាក់ដើម្បីឲ្យវាបាទឲ្យវាសាកថាមពលអញ្ចឹងបាទ VC របស់យើងស្មើគុយលើCបាទដែល VC របស់យើងគឺតូចជាង V គុយនៅពេលដែលបាទវាសាកពេញដូច្នេះបាទ VC របស់យើងស្មើគុយធំលើ C ដែល VC ស្មើជាមួយនឹង V គុយបាទនៅពេលដែលវាធ្វើការបន្ទេ VC របស់យើងស្មើជាមួយគុយលើ C ដែលបាទយើងអាចឃើញនៅរូបនេះបាទវាចំហបាទវានឹងផ្ទេបាទគឺផ្ទេអស់ទៅហើយបាទតើតើនឹងចំណុច 2.5 ថាមពលបន្ទុកនិងបន្ទេរបស់កងដងបាទអញ្ចឹងយើងប្រើតង់ស្យុងរបស់យើង DC ដដែលបាទយើងភ្ជាប់បាទភ្ជាប់ប្រភពចូលមកកងដងដូច្នេះវានឹងផ្ទុកបាទនៅពេលដែលវាធ្វើការផ្ទុកបាទពេញហើយគឺវានឹងចាប់ផ្ដើមបាទធ្វើការផ្ទេម្ដងរូបខាងនេះគឺការផ្ទេធ្វើឲ្យអំពូលភ្លើងបាទនៅពេលដែល load ហ្នឹងបាទទទួលនៅថាមពលហ្នឹងបាទរួចរាល់ហើយវានឹងបាទធ្វើឲ្យអស់ថាមពលដូច្នេះកងដងសតើត្រូវធ្វើការផ្ទុកម្ដងទៀតបាទអញ្ចឹងវាត្រូវផ្ទុកផ្ទេបាទនៅពេលធ្វើការពិសោធន៍ដោយរូបខាងលើយើងសង្កេតឃើញថានៅពេលដែលកងដងសតើធ្វើបន្ទុកពេញបាទគេឲ្យកុងតាក់បដូរទៅពីទីតាំងទី1ទៅទីតាំងទី2វិញបាទនេះទី1បាទឥឡូវវាភ្ជាប់មកទី2វិញនៅពេលដែលអំពូលភ្លឺហើយរលត់ទៅវិញនៅពេលដែលវាអស់ថាមពលដូច្នេះបាទអំពូលភ្លឺដោយសារតែចរន្តបន្ទាយពេញបាទពីកងដងបាតុភូតនេះហៅថាកងដងបន្ទាយអគ្គិសនីចរន្តចេញពីកងដងដែលបានផ្ដល់ឲ្យអំពូលភ្លឺបាទរយៈពេលមួយនោះគេហៅថាពេលដែលផ្ទុកបាទនៅពេលដែលកងដងហើយថាមពលនេះត្រូវបានគេគណនាតាមរូបមន្តបាទ W ស្មើជាមួយនឹង1លើ2គុណឲ្យ C បាទស្វែងគុណឲ្យ C គុណឲ្យ V ការ៉េបាទអញ្ចឹង W ថាមពលអគ្គិសនីគិតជា0បាទ
C បើយើង capacity គិតជា farad វ៉េតង់ស្យុងដាក់នៅលើកងដង្ស្ទ័របាទគិតជា joule ចំណុច 2.6 បាទតង់ស្យុងធ្វើការរបស់កងដង្សគេមិនអាចបាទឲ្យកងដង្សផ្ទុកនៅតង់ស្យុងខ្លាំងពេកនោះទេនៅពេលដែលវាផ្ទុកខ្លាំងពេកវាបណ្ដាលឲ្យបង្កើតជាកម្លាំង electrostatic ខ្លាំងគ្រប់គ្រាន់ដែលបណ្ដាលធ្វើឲ្យបាទអាតូមផ្សព្វផ្សាយជាអេឡិចត្រូនសេរីនិងបង្កើតបានជាចរន្តអគ្គិសនីរត់ឆ្លងកាត់ dielectric បាទ dielectric ជាហេតុបណ្ដាលឲ្យកងដង្ស្ទ័រផ្ទុះបែកបាទអញ្ចឹងគេមានបាទការកំណត់របស់គេត្រឹមត្រូវបាទនៅពេលដែលតង់ស្យុងកើតចេញពីដែនអគ្គិសនីខ្លាំងវាធ្វើឲ្យចរន្តអគ្គិសនីនៅក្នុង dielectric ហៅថាតង់ស្យុងបំបែកនឹងពីផ្ទុះដូច្នេះបាទពេលប្រើកងដង្សដើម្បីផ្ទុកនិងផ្ទេរតង់ស្យុងចាំបាច់បាទតម្លៃតង់ស្យុងដាក់លើកងដង្សត្រូវតែតូចជាងតម្លៃតង់ស្យុងបំបែករបស់វាតង់ស្យុងរបស់electric សមាមាត្រទៅតាមកម្រិត D របស់ dielectric ដូចនេះបាទគេអាចឲ្យតម្លៃ dielectric បំបែកតាមរូបមន្តបាទ E ស្មើ A លើ D បាទអញ្ចឹង E ជាអី E ជាដែនអគ្គិសនីគិតជាគីឡូវ៉ាត់ក្នុង1សង់ទីម៉ែត្របាទហើយតង់ស្យុងរបស់យើងគិតជាគីឡូវ៉ុល D កម្រាស់ dielectric គិតជាសង់ទីម៉ែត្រដែនអគ្គិសនីបំបែកគេមានរូបមន្តរបស់គេបាទអញ្ចឹងបរិយាកាសស្ងួតរបស់យើងស្មើជាមួយនឹង32គីឡូវ៉ុលក្នុង1សង់ទីម៉ែត្របាទការ៉ាភីនពួកប្រភេទការ៉ាភីនរបស់យើងស្មើជាមួយនឹង200ទៅ250គីឡូវ៉ុលក្នុង1សង់ទីម៉ែត្រអេបូនីតរបស់វានឹងស្មើជាមួយនឹង600គីឡូវ៉ុលក្នុង1សង់ទីម៉ែត្របាទក្រដាស់បាទមិនមែនក្រដាស់ប្រេងស្មើនឹងស្មើជាមួយនឹង100ទៅ200គីឡូវ៉ុលក្នុង1សង់ទីម៉ែត្រពួកប្រភេទមីការបស់វាស្មើជាមួយនឹង500គីឡូវ៉ុលក្នុង1សង់ទីម៉ែត្រហើយចំណុចទី 2.7 បំណែកចែកកងដង្សបាទអញ្ចឹងយើងដល់ការមើលកងដង្សហើយអញ្ចឹងទីទៀតបងប្អូនយើងនឹងបានស្គាល់កងដង្សអីខ្លះបាទខាងលើប្រហែលជារូបមន្តយើងចាប់អត់សូវបានអញ្ចឹងយើងព្យាយាមខាងក្រោមនេះបាទដោយសារយើងមានការអនុវត្តផងដែរបាទកងដង្សគេបង្កើតឡើងដោយសារបន្ទះអាម៉ាតូខណ្ឌដាច់ពីគ្នាដោយបាទ dielectric កងដង្សមានប្រមាណជាង200ដែលគេបង្កើតឡើងមានរូបរាងខុសប្លែកពីគ្នាហើយចែកចេញជា4បាទចំណាត់ថ្នាក់វាមានដូចជាប្រភេទកងដង្សតម្លៃថេរកងដង្សប្រែប្រួលតម្លៃកងដង្សបាទពពួក chip ដែលយើងអាចហៅថា SMD និងពួកប្រភេទ Variator បាទអញ្ចឹងយើងចូលមកដល់ប្រភេទកងដង្សតម្លៃថេរហើយដែលទី1ដែលយើងសិក្សាហ្នឹងគឺពួកប្រភេទមីកាបាទអញ្ចឹងបងប្អូនយើងស្គាល់ហើយពួកមីកាគឺជាកងដង្សមួយបាទដែលវាយ៉ាងម៉េចបាទអញ្ចឹងនេះគឺជារូបភាពរបស់វាបាទហើយនេះគឺជានិមិត្តសញ្ញាបាទនិមិត្តសញ្ញានេះយើងជួបប្រទេសញឹកបាទជាកងដង្សដែលគ្មានប៉ូលបាទពួកប្រភេទមីកាគឺគ្មានប៉ូលដែលមាន capacity ពី1 picofarad រហូតដល់0 បាទឬក៏ 0.1 microfarad តង់ស្យុងធ្វើការរបស់វាមានតម្លៃរហូតទៅដល់បាទ100វ៉ុលវាមានកម្រិតលំអៀងតូចហើយធ្វើការបានល្អក្នុងប្លុក frequency ខ្ពស់និងដំណើរការបាននៅចន្លោះសីតុណ្ហភាពពី55ទៅដល់150អង្សាសេពួកប្រភេទក្រដាស់បាទក្រដាស់ក៏វាជាតម្លៃថេរដូចគ្នាប្រភេទកងដង្សបាទគ្មានប៉ូលកើតឡើងពីបន្ទះវែងធ្វើពីលោហៈបាទដែលនៅចន្លោះទាំងពីរជាស្រទាប់អ៊ីសូឡង់ធ្វើពីក្រដាស់ប្រេងបាទរុំព័ទ្ធជាស៊ីឡាំងក្នុងកងដង្សនេះមានតម្លៃចាប់ពី500 pico បាទ farad ទៅ
ទៅដល់50 microfarad ហើយវាអាចធ្វើការបានក្នុងស្ថិរភាពទៅដល់125អង្សាសេនិងមានតង់ស្យុងធ្វើការរហូតដល់រាប់ពាន់វ៉ុលបាទរាប់ពាន់វ៉ុលនេះប្រភេទកងដងกระดาษដែលយើងអាចមើលឃើញបាទកងដងกระดาษបន្ទាប់ពីកងដងกระดาษមកយើងមានកងដងប្រភេទ fill plastic បាទបងប្អូនយើងគាត់ធ្លាប់ជួបច្រើនមែនតើបាទទៅលើនេះគេប្រើវាច្រើនទៅលើបាទផ្ទាំងអេឡិចត្រូនិកអានេះប្រភេទនេះបាទយើងអាចមានខ្លះទៅលើផ្ទាំងអេឡិចត្រូនិកប៉ុន្តែពេលខ្លះក៏គេប្រើចំពោះដូចជាម៉ូទ័រកង្ហារបាទម៉ូទ័រកង្ហាររបស់យើងច្រើនប្រើនឹងដែរគេយកប្រភេទ plastic មួយចំនួនទៅធ្វើជា dielectric របស់វាបាទគេបង្កើតវាឡើងក្នុងតម្លៃចាប់ពី500 ពីកូទៅដល់10 microfarad បាទ plastic ដែលគេនិយមយកមកប្រើមានដូចជាពួកប្រភេទ polystyrene បាទ polycarbonate និងពួកប្រភេទ polyester បាទពួកប្រភេទ ceramic ក៏ជាប្រភេទថេដែរបាទជាប្រភេទថេដែរនេះមិនសញ្ញាវាគឺដូចតែគ្នាទេបាទដូចតែគ្នាទេបាទពួក ceramic កងដង ceramic មានបាទពីរប្រភេទគឺពួកប្រភេទ ceramic កាបាទទាបនិងពួកប្រភេទ ceramic កាខ្ពស់កងដង ceramic កាទាបធ្វើការពីតង់ស្យុង6 kV ក្នុងស្ថិរភាព125អង្សាសេនិងមានតម្លៃរហូតដល់បាទ 0.001 បាទ microfarad ប្រភេទកងដង ceramic កាខ្ពស់មាន capacity 2.2 microfarad និងតង់ស្យុងធ្វើការរហូតដល់100 បាទ100 វ៉ុលមានរូបរាងច្រើនយ៉ាងសម្រាប់កងដង ceramic បាទពួកវាមានរូបរាងច្រើនហើយមានវិធីអាន capacity ខុសៗគ្នាផងដែរបាទអញ្ចឹងរបៀបអាន capacity របស់កងដងពួក ceramic ជួរទី1បាទជាតម្លៃលេខជួរទី2ជាតម្លៃលេខជួរទី3ជាចំនួន0ជួរទី4គឺជាបាទកម្រិតបាទកម្រិតលំអៀងគេសេវាយខុសតិចអត់អីបាទកម្រិតលំអៀងរបស់វាមានដូចជាប្រភេទបាទតាអក្សរ Z នេះបូកដក 5% បាទការនេះបូកដក 10% និង M បាទទៅដល់ 20% គឺធំមែនតើបាទបងប្អូនយើងអាចមើលទៅលើតារាងនេះបាទតារាងនេះបានអញ្ចឹងពួកនេះគឺ microfarad បាទនេះ nanofarad អានេះ picofarad បាទយើងបំបែកຂະຫນាតវាតាមនឹងបាទបំបែកຂະຫນាតវាតាមនឹងអានេះគឺបាទជាពួកប្រភេទបាទ ceramic capacitor បាទអានេះពួកប្រភេទ electrolyte បាទគេចង់ឲ្យយើងមើលបាទឃើញវាពីបាទតម្លៃវ៉ុលបាទ capacitor ហើយនឹងពួកប្រភេទ tolerance បាទ tolerance របស់វាបាទអញ្ចឹងយើងមានតារាងនឹងសម្រាប់យោងហើយបាទយើងអាចបន្តមកខាងក្រោមតិចទៀតជាឧទាហរណ៍ជាក់ស្ដែងឲ្យយើងស្រួលមើលតែម្ដងបាទ